សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមានកម្មវិធីផ្លេមួយចង់យកមកបង្ហាញអ្នកនរគ្នាទៅលើកម្មវិធី SketchUp កម្មវិធីនេះមានឈ្មោះថា Road2 កម្មវិធីនេះដែរយើងអាចតាមគឺយើងចង់បានចំណាក់មានវីដេអូនេះក៏គឺចូលទៅ download អញ្ចឹងកម្មវិធីនេះគឺយើងប្រើសម្រាប់ apply រូបភាពទៅលើរបស់កោងក្នុង tool របស់យើងនេះពេលដែលយើងចាក់ apply ទៅលើមាតុកោងវាពីច្រើនតែងតែ error ទៅលើកន្លែងកោងខាងឆ្វេងឬខាងស្ដាំដែលយើងមាន object នោះអញ្ចឹងណាអញ្ចឹងរូបភាពនេះដែរគឺខ្ញុំបានកម្មវិធី Predator នោះ apply រូបភាពចូលទៅក្នុងរបស់កោងដូចនោះដែរអញ្ចឹងដើម្បីឲ្យយើងអនុវត្តចាំចូលទៅធ្វើរបស់ទាំងអស់គ្នាអូខេជាក់ស្ដែងខ្ញុំមានរបស់ដែលខ្ញុំចង់ apply ចឹងគឺយើងមានជារូបភាពផ្សេងៗចាំ import ចូលមកណាហើយ complete explore រូបភាពផ្សេងៗមុននឹង apply ចូលទៅរបស់ផ្សេងៗយើងស្ដែងពីគឺវាបាន import និង export ទៅដកអញ្ចឹងទីតាំងនេះគឺរបស់ដែលយើងចង់ធ្វើអញ្ចឹងយើងសាក apply ក្នុង tool របស់យើងសិនតើវា error បែបម៉េចអញ្ចឹងយើងយក tool របស់យើងមកយើង click វាទៅ apply មកទីនេះមានភាពកោងកោងរបស់វាគឺវាមិនចេញមិនបានពេញទៅទេវាតែឲ្យវាពេញទីយើងវាក៏ស្ដាំអញ្ចឹងណាចឹងដើម្បីចង់បានឲ្យវាពេញនេះខ្ញុំតែប្រើ flash Predator នេះយើងចូលទៅ clear នេះចឹងយើងចុចលើនេះទៅវាចេញមក tool របស់វាចឹងយើងចូលទៅខាងក្រោមនេះ Stroke Pen ចឹងយើងចុចចូលកន្លែងជក់នេះដល់ពេលយើងយកមកចុចនៅលើនេះចុចនៅលើរូបភាពយើងហើយយើង apply ទៅលើទីតាំងដែលយើងបាន select យើងបញ្ជាក់ទៅលើតាអីយើងអាចចាក់បានអញ្ចឹង complete ចូលទៅកន្លែងគេហៅ Natural UV ជាកន្លែងហ្នឹងទៅយើងដាក់ឲ្យគេថារបស់វាជាប់នៅក្នុងហើយយើងនឹងចូលហ្នឹងអញ្ចឹងមានជួយមកពីគេទៅរូបភាពលើស្វែងលើស្ដាប់មិនខានរូបភាពនោះថាមានចឹងយើងប្រវត្តិเป็นស្ថានភាពតាមវិញក្នុងកន្លែងកាយមកវាមិនមានពីតាំងណារកយើងបានពេញទៅត្រូវពីគូទៅប្រអមទៅចាំវាក៏ពួយយ៉ាងនេះมันเป็นฟอร์มแต่ไม่ชอบสเกลเองที่สเกลเราเนี่ยตัวผมยังเป็นผมตามนั้นนะมันจะดึงมาไว้จะกองเอ๊ะไม่ใช่นะต้องนำไปเอาไปที่ดับวิสโมดช่วงบานอ่ะโอเคฉันบอกฉันนั้นคือบานอ่ะใช่ไหมมันจะเป็นสมุดไปนี่คือยังจำตีเนี่ยน้องมันนะนั่นบางคนสำหรับการทำนำตัวมันเป็นข้อเทียบ